សូមស្វាគមន៍មកកាន់រឿងកំប្លែងចំណងជើងថារឿងកំឡោះកូនប្រសៅមេគុំសូមអញ្ជើញទស្សនាដោយក្តីសប្បាយរីករាយទាំងអស់គ្នាព្រះអាទិត្យរះចាំងមកលើភូមិសុកក្រោកពីព្រលឹមទៅដងទឹកទាំងច្រៀងបទចម្រៀងយ៉ាងសប្បាយរីករាយក្នុងជិតស្រមៃឃើញតមុខស្រីមុំម្នាក់គត់គេច្រឡំជន់សម្បកចេកដួលផ្ងាក្រោយនៅមាត់អណ្ដូងធ្វើឲ្យអ្នកភូមិសាយក្រំពងពេញទីនោះលីជីម៉ូតូស៊េរីថ្មីកាត់តាមភួកបង្ហាញភាពអួតអាងរួចខ្ទាតភួកសាយពេញខោអាវសុកដែលទើបតែបោកសាតលីសោយឌឺដងសុកថាមនុស្សដូចសុកគ្មានសង្ឃឹមបានធ្វើកូនប្រសាមេគុំឡើយសុកសម្រេចចិត្តទៅផ្ទះមេគុំហេងដើម្បីសុំជួយជួសជុលដំបូលផ្ទះដែលធ្លាយក្នុងបំណងចង់បង្ហាញភាពអូសាព្យាយាមឲ្យមេគុំឃើញគេដើរទៅទាំងកាន់ញញួរនិងដែកគោលយ៉ាងមាំមួនខណៈពេលកំពុងវាយដែកគោលលើដំបូលសុកស្រាប់តែរអិលយឿនធ្លាក់ពីលើផ្ទះចុះមកចំកញ្ច្រែងប្រហុកដែលយាយម៉ៅកំពុងហាលក្លិនប្រហុកជាប់ពេញខ្លួនសុកធ្វើឲ្យគ្រប់គ្នាត្រូវខ្ទប់ច្រមុះសើយសៃមុំឃើញសុកធ្លាក់មកគួរឲ្យអាណិតក៏យកកន្សែងមកឲ្យសុកជូតនិងជួយលាងសម្អាតភុកចេញពីមុខមាត់របស់គេសុកអរហួតខ្លាំងរហូតភ្លេចខ្លួនលាបទឹកប្រហុកមួយក្អឹកជន់ពោះលីយកផ្លែឈើថ្លៃៗនិងនំចំណីមកសូកប៉ាន់មេឃុំហេងដើម្បីសុំចូលដណ្ដឹងស្រីមុំជាផ្លូវការមេឃុំហេងហាក់ដូចជាពេញចិត្តនឹងទ្រព្យសម្បត្តិរបស់លីយ៉ាងខ្លាំងសុកមិនចង់ចាន់ក៏យកកង្កាបយ៉ាក់ដែលគេទើបតែចាប់បានមកផ្ញើមេគុំសម្រាប់ធ្វើអាហារប៉ុន្តែកង្កាបនោះបានលោតចេញពីថង់ទៅទុំលើក្បាលមេគុំហេងធ្វើឲ្យលោកមេគុំរត់ពេញផ្ទះក្នុងកិច្ចប្រជុំភូមិសុកព្យាយាមធ្វើខ្លួនជាអ្នកចេះដឹងប៉ុន្តែបែរជាតែអង្គុយលើចានសម្លាការីដែលគេរៀបចំទុកសម្រាប់ភ្ញៀវខោរបស់គេប្រឡាក់ពណ៌លឿងទុំដូចស្លៀកស្បង់បង្កជាសំណោតពេញរោងប្រជុំមេឃុំហេងប្រកាសការប្រកួតប្រជែងជ្រូតស្រីអ្នកណាដែលជ្រូតបានលឿននិងស្អាតជាងគេនឹងមានឱកាសបានរៀបការជាមួយកូនស្រីលោកលីនិងសុកត្រូវត្រៀមខ្លួនប្រកួតលីបានជួលម៉ាស៊ីនច្រូតទំនើបមកប្រើដើម្បីឲ្យបានលឿនប៉ុន្តែម៉ាស៊ីននោះបែកជាខូចនិងឆេតផ្សែងហុយទ្រលោមនៅកណ្ដាលវាលស្រែលីឈើធួមុខស្អុយខណៈដែលអ្នកភូមិសោយចំអកសុកប្រើតែដង្កៀវនិងកម្លាំងបាយច្រូតយ៉ាងស្វាហាប់ទោះបីជាយឺតជាងម៉ាស៊ីនបន្តិចតែការងាររបស់គេមានរបៀបរៀបរយណាស់ស្រីមុំឈរលើកទឹកចិត្តសុកពីលើភ្លឺស្រែយ៉ាងញញឹមយាយម៉ៅចាប់ផ្ដើមដើរនិយាយដើមថាសុកគឺជាមហាសទ្ធីលាក់មុខដែលទៅតែមកពីភ្នំពេញដំណឹងនេះធ្វើឲ្យមេឃុំហេងចាប់ផ្ដើមងាកមកចាប់អារម្មណ៍សុកប្លែកពីមុនមេឃុំហេងហៅសុកមកផឹកតានៅផ្ទះនឹងសួរនាំពីទ្រព្យសម្បត្តិតែសុកឆ្លើយមិនត្រូវរឿងព្រោះគេមិនដឹងពីរឿងពាក្យកចាមអារាមនោះឡើយសុកនិយាយតែរឿងចិញ្ចឹមមាន់និងដាំបន្លែលីខឹងសម្បានឹងសុកក៏រៀបចំល្បិចដាក់អន្ទាក់ឲ្យមេកូរបស់សុកដើរចូលវាលស្រែអ្នកដតីដើម្បីឲ្យសុកត្រីគេផាក់ពីនៃនិងខូចឈ្មោះមេកូរបស់សុកបែរជាដេញជញ្ជុលីវិញធ្វើឲ្យលីរត់ធ្លាក់ចូលក្នុងត្រពាំងទឹកភពយ៉ាងវេទនាសុកមកដៅក៏បញ្ញាប់ចុះទៅជួយទាញលីឡើងមកលើវិញទោះបីជាលីធ្លាប់ធ្វើបាបខ្លួនក៏សុកនៅតែជួយលីដោយចិត្តស្មោះមេឃុំហេងឃើញសកម្មភាពនេះក៏លួចសរសើរទឹកចិត្តដ៏ល្អប្រពៃរបស់សុកក្នុងចិត្តស្ងាត់ក្នុងពិធីបុណ្យវត្តសុកព្យាយាមលេងហ្គេមបោះកំប៉ុងដើម្បីយកតុក្កតាឲ្យស្រីមុំគេបោះត្រូវតែក្បាលអាញាកណ្ដាលធ្វើឲ្យអាញាកណ្ដាលខឹងដេញវីសុកជុំវិញវត្តលីដើរមកអួតថាខ្លួននឹងទិញតុក្កតាធំជាងគេឲ្យស្រីមុំប៉ុន្តែពេលដកកាបូបលុយស្រាប់តែបាត់លុយអស់ព្រោះគេភ្លេចនៅផ្ទះលីត្រូវខ្មាស់គេនៅចំពោះមុខស្រីមុំម្ដងទៀតសុកយកចិញ្ចៀនស្ពួនដែលគេខំសន្សំលុយទីនមកឲ្យស្រីមុំនៅក្រោមដើមជ្រៃទោះបីជាមិនមែនមាសពិតតែស្រីមុំទទួលយកដោយក្តីរំភើបនិងដឹងពីតម្លៃទឹកចិត្តរបស់សុកស្រាប់តែមានភ្លៀងធ្លាកយ៉ាងខ្លាំងនិងខ្យល់កន្ត្រាក់បោកបក់មកលើភូមិផ្ទះមេគុំដែលមិនទាន់ជួសជុលរួចចាប់ដើមលេចធ្លាយទៅគ្រប់កន្លែងសុកមិនខ្លាចភ្លៀងរន្ទះគេឡើងលើដំបូលផ្ទះមេគុំទាំងយប់ដើម្បីយកសង្កស័យមកគ្របការពារមិនឲ្យទឹកភ្លៀងចូលផ្ទះគេធ្វើការទាំងញ័រញាក់ដោយភាពរងាស្រីមុំយកភួយមកឲ្យសុកនិងឆុងទឹកក្តៅឲ្យគេផឹកអ្នកទាំងពីរអង្គុយមើលភ្លៀងជាមួយគ្នាបង្កើតបានជាបរិយាកាសដ៏ផ្អែមល្ហែមនិងរ៉ូមែនទិកបែបស្រុកស្រែ
លីដែលខ្លាយផ្គររន្ទះបានរឹតពួនក្រោងក្រេនិងស្រែកយំដូចក្មេងបង្ហាញពីភាពទន់ជ្រាយរបស់ខ្លួនដែលខុសពីសម្ដីអួតអាងកាលពីមុនឆ្ងាយណាស់ថ្ងៃកំណត់មកដល់លីនាំឪពុកម្ដាយមកដណ្ដឹងស្រីមុំជាមួយនឹងគ្រឿងមាសពេជ្រយ៉ាងច្រើនលីជឿជាក់យ៉ាងមុតមមថាលើកនេះគេប្រកាសជាឈ្នះមិនខានស្រាប់តែមាសដែលលីពាក់ចាប់ផ្ដើមផ្ដួលពណ៌ទៅជាខ្មៅនិងធ្វើឲ្យករបស់លីឡើងពណ៌បៃតងមេឃុំហេងដឹងថាវាជាមាសคล้ายៗក៏ខឹងសម្បាយ៉ាងខ្លាំងនិងបណ្ដេញលីចេញពីផ្ទះសុកមកដល់ទាំងគ្មានមាសពេជ្រតែគេយកកញ្ច្រែងបន្លែបង្ការដែលគេដាំដោយផ្ទាល់ដៃនិងមាន់ធាត់ពីមកជូនមេឃុំគេនិយាយដោយភាពស្មោះត្រង់ពីបំណងចង់មើលថែស្រីមុំយាយម៉ៅមកសារភាពថារឿងដែលសុកជាមហាសេដ្ឋីគឺគាត់និយាយលេងសើចសោះមេឃុំហេងខឹងមិនតិចតែលោកដឹងថាសុកជាមនុស្សល្អទោះគ្មានលុយក៏ដោយស្រីមុំប្រាប់ឪពុកថានាងមិនចង់បានប្តីមានទ្រព្យទេនាងចង់បានប្តីដែលជាស្រឡាញ់និងការពារនាងដោយដែលសុកបានធ្វើកន្លងមកមេឃុំហេងចាប់ដៅទុនចិត្តមេឃុំហេងសើចយ៉ាងក្អាកក្អាយរួចយល់ព្រមឲ្យសុករៀបការជាមួយស្រីមុំប៉ុន្តែមានលក្ខខណ្ឌថាសុកត្រូវមកធ្វើជាកូនប្រសារនៅផ្ទះមេឃុំដើម្បីជួយការងារភូមិឈុតទី30ពិធីមង្គលការត្រូវបានរៀបចំឡើងយ៉ាងអធិកអធមពេញភូមិសុកคล้ายជាកូនប្រសារមេឃុំពេញសិទ្ធអ្នកភូមិម្នាក់នាំគ្នាសើចសប្បាយនឹងរឿងរ៉ាវកំប្លែងដែលបានកើតឡើងនិងអបអរសាទរដល់អ្នកទាំងពីរ